ការប្រកួតបាទស្ថិតនៅក្រោមដំបូលបាទរបស់សហព័ន្ធបាល់ទាត់ពិភពលោកបាទយើងហៅកាត់ថា FIFA បាទកញ្ចែរបស់លោកអញ្ញាកណ្ដាលបាទគឺសឿនសវណ្ណដេតបាទចាប់ផ្ដើមបាទឱកាសគ្រាប់បាល់បាទរបស់ក្រុមទាំងពីរបាទគឺកើតមានឡើងតាំងពីវគ្គទី1បាទត្រង់ចំណុចនេះបាទជាឱកាសរបស់បឹងកេតបាទតែម្ដងហើយម្ដងទៀតបាទមិនបានសម្រេចតើតែចំណុចនេះបាទទើបស្រីមុលទាត់បាល់បញ្ចូលទីបានសម្រេចបាទនៅនាទីទី30មកជាការបញ្ជូនរបស់មនីកណ្ឌិថាបាទស្រីមុលរត់ទៅបាទជើងឆ្វេងផ្ទះបាទពីក្រោមដៃរបស់អ្នកចាំទីបានសម្រេចមួយគ្រាប់បាទ1-0បាទវគ្គទី1នេះមិនទាន់អស់គ្រាប់ទេបាទចំណុចត្រង់នេះតែវេសសុទ្ធមួយជើងឡងអ្នកចាំទីបាទស្រីមុលមកបាទជើងឆ្វេងបាទឈូសបាល់ចូលបានមួយគ្រាប់ទៀតបាទនាទី34បាទឲ្យបឹងកេតបាទនាំមុខបន្ថែមបាទទៅលើ XO United ដែលលទ្ធផល2-0បាទការវិបកវិញបាទសម្រាប់ក្រុមបាល់ទាត់ XO បាទត្រង់នេះបាទគឺអញ្ញាកដាពីណីបាទឲ្យមួយជើងចុងក្រោយរបស់ Hanako បាទកីឡាការី ទាត់ free kick របស់បឹងកេតបាទគឺមិនសម្រេចគ្រាប់បាល់ទេបាទចប់ការប្រកួតវគ្គទី1បឹងកេតនាំមុខ2-0បាទទៅលើ XO United បាទហើយការប្រកួតបាទបន្តទៀតបាទនៅក្នុងវគ្គទី2បាទត្រង់ចំណុចនេះមួយជើងបាទរបស់តេវេសបាទខ្លាំងណាស់បាទកីឡាការីរូបនេះបាទមានធំពាំងមកល្មមបាទយកចំហសុទ្ធបាទឲ្យបឹងកេតបាទបន្តនាំមុខទៅលើ XO United លទ្ធផល3-0បាទចូលដល់បាទឱកាសបន្តទៀតត្រង់ចំណុចនេះបាទមួយជើងបាទរបស់មនីកណ្ឌិថាតែបាល់នេះ offside បាទ offside បាទហើយត្រង់នេះបាទឱកាសគ្រាប់បាល់ទី4បាទគឺ Tevez យកបាល់ឡងបាទរីបនពីអ្នកចាំទីមកបាទគឺបានសម្រេចបាទគ្រាប់ទី2របស់ខ្លួនបាទនឹងជួយឲ្យបឹងកេតនាំមុខលើ XO បាទលទ្ធផល4-0បាទសេរីមុលកន្លែងនេះបាទព្យាយាមរក hat trick ដែរបាទប៉ុន្តែអ្នកចាំទីរំខានបាទទើបផ្ដល់ឱកាសបន្តមកឲ្យទៅវិញបាទកន្លែងនេះក៏ប៊ីទៅនឹងបានមកគ្រាប់ដែរបាទសម្រាប់ដានីនបាទតែអ្នកចាំទីឡើងមកបានមុនបាទហើយនឹងការសុទ្ធកន្លែងនេះទៀតទេវេសបាទមកជើងនេះល្អណាស់ប៊ីបាន hat trick កន្លែងនេះដែរប៊ីទៅនឹងបានមកគ្រាប់មកវិញបាទតែទៅចង់អស់ជើងហើយបាទសំសួស្ដីសំសេរីសួស្ដីការសុទ្ធបន្ថែមក៏មិនបានសម្រាប់ចុងម៉ោងកន្លែងនេះតេវេសទាត់ចំបកគោលទីស្រីកែវរុញមកជើងមកថែមទៀតបានគ្រាប់ទី5បាល់នេះទំនងមិនចូលទេបាទតែដោយសារស្រីកែវគាត់រត់ទៅបន្ថែមមកទើបចូលបាទបាល់នេះបើសិនជាអត់មានបាល់បាទស្រីកែវហក់ទៅបុកនឹងបកគោលទីទៀតបាទបដូរមែនទែនបាទមកគ្រាប់ទៅមកគ្រាប់កន្លែងនេះចុងម៉ោងទៅហើយបាទមនីកណ្ឌិថាបាទក៏បីបានមកគ្រាប់នឹងគេនឹងឯងដែរបាទចំហរបស់គាត់គឺអត់ offside ទេបាទតែចំហបាទរបស់ស្រីកែវគឺ offside បាទអញ្ចឹង5-0បាទបញ្ចប់ការប្រកួត90នាទីបាទដូច្នេះបាទក្រុមបាល់ទាត់នារីបឹងកេតបាទស្វែងរកជ័យជំនះលើកដំបូងឃើញ